បងនឹកឃើញដល់នៅក្នុងដំណើរការនៃការព្យាបាល trauma មានរឿងមួយដែលអ្នកព្យាបាលគាត់ជួយហ្នឹងគឺព្យាយាមឲ្យយើងត្រឡប់ទៅកាន់រឿងរ៉ាវកាលពីក្មេងឧទាហរណ៍បងអាចត្រឡប់ទៅកិច្ចលីកាលពី9ឆ្នាំកាលហ្នឹងជួបរឿងអីអារម្មណ៍ពេលហ្នឹងមិនហើយពេលហ្នឹងអ្នកណាធ្វើអីដាក់យើងពេលហ្នឹងយើងចង់និយាយអីកិច្ចលីឥឡូវចង់ទៅលួងក្មេងហ្នឹងថាម៉េចបាទអញ្ចឹងអឺអានេះជារបៀបមួយនៅក្នុងដំណើរនៃការព្យាបាលអញ្ចឹងទៅស្ដាប់ទៅមានអារម្មណ៍ថាគ្រាន់តែបិទភ្នែកធ្វើការសម័យទៅដល់រឿងរ៉ាវនោះហើយយើងជជែកយើងនិយាយយើងអីខ្លួនឯងហើយមិនគិតថាអាចព្យាបាលបានអីអញ្ចឹងណាប៉ុន្តែជាក់ស្ដែងដោយអូននិយាយមកអញ្ចឹងថាគំនុំកំហឹងភាពអាម៉ាស់ពីបដិសារីការស្អប់ពីក្មេងយើងចង់ខឹងយើងខឹងអត់បានទេព្រោះយើងមានអារម្មណ៍ថាខឹងនោះអត់ល្អចេះចុះយើងចង់និយាយពាក្យ1 2 3អីឬក៏កើតអីនៅក្នុងឡុងពេលនោះយើងភ័យយើងខ្លាចប៉ុន្តែអត់មានអ្នកណាចូលមកជួយបំពេញតម្រូវការមួយនឹងឲ្យយើងណាអញ្ចឹងអារម្មណ៍ហ្នឹងវាកើតឡើងហើយវាអត់ចប់ទេមានន័យថាវានៅសល់ខឹងជាប់ខ្លួនឧទាហរណ៍ថាបើយើងសប្បាយចិត្តយើងសប្បាយខ្លាំងហើយចុះទៅវិញចប់អស់អញ្ចឹងទៅអញ្ចឹងវត្តអារម្មណ៍មួយវាកើតអញ្ចឹងទៅខឹងដូចគ្នាដែរស្អប់អីអញ្ចឹងចោះប៉ុន្តែនៅពេលដែលកើតមានយើងខ្ទប់វារុញវាចេញហើយវាកប់ជ្រៅនៅក្នុងអាជំរឿចិត្តរបស់យើងអញ្ចឹងអត់បាត់តាណាទេដោយមិនដឹងខ្លួនអ្នកខ្លះគឺធំឡើងទៅជាមនុស្សឆេវឆាវទៅជាមនុស្សដែលឆាប់ខឹងគេនិយាយប៉ះអត់បានអាហ្នឹងយើងត្រូវកត់សម្គាល់ពីអារម្មណ៍របស់ខ្លួនឯងអញ្ចឹងនៅក្នុងដំណើរការនៃការព្យាបាលហ្នឹងគេផ្ដោតសំខាន់ទៅលើការស្វែងរកអារម្មណ៍ដែលអត់ទាន់បានដោះស្រាយនឹងភាគច្រើនជាអារម្មណ៍អវិជ្ជមានហើយយើងអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ហ្នឹងឲ្យវាកើតឡើងនៅក្នុងការសម័យឬក៏នៅកន្លែងមួយដែលយើងមានដែលយើងអាចគ្រប់គ្រងបានចាអូនអញ្ចឹងគ្រាន់តែឲ្យអារម្មណ៍ហ្នឹងកើតឡើងចប់ជួយឲ្យយើងធូរស្បើយច្រើនណាស់មែនតើស្ដាប់ទៅមានអារម្មណ៍ថាជារឿងមួយដែលអត់គួរឲ្យជឿប៉ុន្តែបទពិសោធន៍របស់បងផ្ទាល់ជួយបានច្រើនហើយនៅពេលដែលយើងធ្វើដំណើរការហ្នឹងហើយពេលខ្លះទៅផ្ទះវិញយើងអស់កម្លាំងខ្លាំងមែនតើហើយកុំឲ្យឆ្ងល់ថាហេតុអីទៅជួបអ្នកចិត្តសាស្ត្រឲ្យមកផ្ទះវិញយំលើដើមដេកយកសពជាដំណើរដបងនោះគឺយើងទៅឆ្កឹះអារឿងទាំងអស់ហ្នឹងសារឡើងវិញយើងទៅគិតពីរឿងហ្នឹងទៅអីហើយប៉ុន្តែមកចាប់អារម្មណ៍ថាផុតម្លងមកប្រហែលជាមួយអាទិត្យក្រោយមកផុតពីយំច្រើនគេយកសពអក្រក់អីហើយយើងចាប់ផ្ដើមស្រាលខ្លួនតែដឹងខ្លួនហ្មងមានអារម្មណ៍ថាចុះមកខ្ញុំពីឥឡូវហ្នឹងវាតាមពិតខ្ញុំពីមុនចឹងតាឲ្យខ្ញុំបាត់ខ្លួនឯងអញ្ចឹងមកឡងរាប់ឆ្នាំយើងអត់ដែរដឹងថាពិតអើយើងសบายឈៀយើងញញឹមច្រើនអត់ដែរមានអារម្មណ៍ថាស្រាលខ្លួនអញ្ចឹង